សួស្តីមិត្តភក្តិទាំងអស់គ្នាអរលោកអ្នកជឿរឿងខ្មោចនឹងចង់ចែករំលែករឿងខ្មោចនេះចូល YouTube សូមទំនាក់ទំនងតាមលេខទូរស័ព្ទ070819284ខ្ញុំហ៊ុនសារ៉ាត់ខ្ញុំមិនដែលជួបរឿងខ្មោចទេតែឪពុករបស់ខ្ញុំគាត់បានជួបរឿងខ្មោចតាំងពីគាត់ធ្វើស្រែមុនដំបូងគាត់ទៅចង់សន្ទូចនៅក្រោមដើមជ្រៃមួយពេលនោះគាត់រេសន្ទូចជុំវិញកន្លែងមានទឹកកន្លែងភ្លឺស្រែកន្លែងអ្វីៗគ្រប់យ៉ាងកន្លែងគាត់ដាក់ស្រាប់តែពេលនោះគាត់ចូលសម្រាកនៅក្រោមដើមជ្រៃក៏មានអារម្មណ៍ខ្យល់មកបក់យ៉ាងខ្លាំងពេលនោះគាត់ជក់បារីមួយកញ្ចប់តែគាត់ហូតតែមួយដើមដល់គាត់ឲ្យមួយដើមហើយមិនទាន់បានបឺតបារីផងស្រាប់តែមានអ្វីទេខ្មៅធ្លាក់ពីលើដើមជ្រៃធ្លាក់មកលុះទៅភុះគាត់ក៏ភ្ញាក់ព្រឹតគាត់ស្មានតែសត្វឬមួយក៏សត្វស្វាឬមួយក៏សត្វអ្វីគាត់ក៏រត់កាន់កាំបិតមួយរត់ទៅកាប់ស្រាប់តែស្រមោលខ្មៅនោះបាត់ភ្លាមគាត់ថាប្រហែលជាគាត់ស្រវាំងភ្នែកឬមួយគាត់តែគាត់ថាគាត់មិនបានផឹកទេពេលនោះគាត់អង្គុយនៅក្រោមដើមជ្រៃនឹងមួយសម្បកគាត់ក៏ឮសំឡេងខ្យល់មកបក់យ៉ាងខ្លាំងពេលនោះគាត់ងើយទៅលើមុខស្រាប់តែមានស្រមោលខ្មៅអង្គុយនៅលើរាងដូចមនុស្សអង្គុយនៅលើដើមជ្រៃគាត់ឃើញដូច្នោះគាត់ដឹងថាជាខ្មោចតែឪពុករបស់ខ្ញុំគាត់មិនខ្លាចខ្មោចទេព្រោះគាត់ធ្លាប់ខ្មោចលងជាច្រើនគាត់នឹកឃើញថាបើគេមិនធ្វើយើងក៏មិនធ្វើគេបើយើងមិនធ្វើគេក៏មិនធ្វើយើងដែរប៉ុន្តែមិនដូចសម្ដីគាត់គិតទៅសោះស្រាប់តែស្រមោលខ្មៅនោះធ្លាក់មកមួយសារទៀតហើយក៏ចេញរូបរាងស្រមោលដូចមនុស្សសុទ្ធសាធតែមើលមិនសូវច្បាស់ព្រោះថាស្រមោលនោះព្រើហើយពណ៌ខ្មៅទៀតហើយមើលមិនសូវច្បាស់ទេស្រាប់តែគាត់ក៏និយាយថាខ្ញុំមិនធ្វើអីអ្នកទេអ្នកចេញឲ្យឆ្ងាយទៅខ្ញុំមកចង់សន្ទូចដើម្បីយកត្រីទៅលក់ទេស្រមោលនោះក៏ខិតមកចិត្តឪពុករបស់ខ្ញុំក៏ស្រែកនិយាយថាបើឯងមិនចង់ងាប់មួយសាទៀតឯងឆាប់ចេញឲ្យឆ្ងាយពីតំបន់នេះទៅស្រមោលនោះក៏បាត់ជ្រាបស្រាប់តែមួយនាទីក្រោយមកក៏ដើមជ្រៃនឹងដូចមនុស្សអង្រុនចឹងលឺខ្វឪពុករបស់ខ្ញុំក៏ស្រែកថាឯងឈួតបើឯងឈួតចង់ឈួតតែឯងទៅយើងមិនឈួតជាមួយឯងទេដល់ពេលលើដូចនេះក៏ស្ងាត់មួយសារទៀតពេលនោះឪពុកខ្ញុំក៏ចោះទៅមើលសន្ទូចស្រាប់តែមានខ្មោចបំពេកូននៅលើដើមជ្រៃធ្វើឲ្យគាត់ភ័យយ៉ាងខ្លាំងគាត់បាននិយាយរឿងរ៉ាវនេះដើម្បីឲ្យខ្ញុំដឹងកុំឲ្យខ្ញុំទៅកន្លែងនឹងទៀតពេលនោះគាត់ឃើញខ្មោចស្រីសក់វែងហើយក៏និយាយថាខ្ញុំអត់ធ្វើអីអ្នកទេអ្នកកុំធ្វើបន្លាចខ្ញុំអីស្រាប់តែខ្មោចស្រីនោះក៏បាត់រហូតមកដល់សប្តាហ៍ថ្ងៃអ្នកភូមិនៅជិតនោះគេថាមានខ្មោចចងកពុះធំនៅកន្លែងដើមជ្រៃនឹងគ្មានអ្នកណាហ៊ានចង់សន្ទូចនៅចិត្តនឹងឬអង្គុយនៅចិត្តនឹងទេរឿងនេះចប់ប៉ុណ្ណឹងសូម